តាមចង្វាំងបងញញឹមតាំងហើយសរសើរស្រីបងញញឹមតាំងហើយសរសើរស្រីរមមកមកប្រងមានមកថាមានបងនងបងស្នេហ៍លើស្រីប្រាប់អូនមកណាចរណៃថាចិនបងស្នេហ៍លើស្រីអូនមិនថាអីទេណាជីបាយើងនឹងរៀបការជីគូតាមចង់បោះខំដូចអូននឹងបងរំសាសងស្នេហ៍ដូចអូននឹងបងរំសាសងស្នេហ៍ចិននឹងចិនដូចគ្នាតែម្ដងប្រញ៉ាំប្របងចូលដល់ឪណែប្រុសញ៉ាំចូលដល់ដឹងមៀងម៉ែអូនខ្លាញ់តែចិត្តបងកាត់ប្រញាប់ចូលដល់ម៉ែតាប្របីនៃយើងទាំងពីរជាគូអើចង់កែស្រីឲ្យភ្លាំងប្រថ្លៃញញឹមតាំងរំសំតាមចង្វាំងបងញញឹមតាំងហើយសរសើរស្រីបងញញឹមតាំងហើយសរសើរស្រីរមមកមកប្រងមានមកថាមានបងនងបងស្នេហ៍លើស្រីប្រាប់អូនមកណាចរណៃថាចិនបងស្នេហ៍លើស្រីអូនមិនថាអីទេណាជីបាយើងនឹងរៀបការតាមចង់បោះខំដូចអូននឹងបងរំសាសងស្នេហ៍ដូចអូននឹងបងរំសាសងស្នេហ៍ចិននឹងចិនដូចគ្នាតែម្ដងប្រញ៉ាំប្របងចូលដល់ឪណែប្រុសញ៉ាំចូលដល់ដឹងមៀងម៉ែអូនខ្លាញ់តែចិត្តបងកាត់ប្រញាប់ចូលដល់ម៉ែតាប្របីនៃយើងទាំងពីរជាគូអើ
You can eat. You can eat. Yummy. 'Bonjour mesdames et messieurs, je m'appelle Alisa. Aujourd'hui, je voudrais vous lire L'heure du crime de Maurice Carême, France, 1977. Minuit, voici l'heure du crime. Sortant d'une chambre voisine, un homme surgit dans le noir. Il ôte ses souliers, s'approche de l'armoire sur la pointe des pieds et saisit un couteau dont la celui bien aiguisé. Puis, masquant ses yeux de fouine avec un pan de son manteau, il pénètre dans la cuisine. Et, d'un seul coup, comme un bourreau, avant que ne crie la victime, ouvre le cœur d'un artichaut. Merci. Le jury a tranché. Donc le vainqueur de la catégorie adolescent pour ce concours de lecture à haute voix est Alisa Lim de Sainte-Mère. Tu veux dire un petit mot, Alisa? Merci Merci mesdames et messieurs pour participer aujourd'hui. Je suis très contente de participer à ce concours. Merci. Bye, everybody. Nice to meet you too.